ស្រីបងប្អូនគ្នាឥឡូវមកពីជាងបងប្អូនអាចចូលថ្ងៃទី24នៅខែ11ឆ្នាំ2025នៅបងប្អូនមានមតិតិចដែរនឹងជាវីដេអូមួយទៀតចុងក្រោយជប់ដែរប្រហែលថ្ងៃនេះបងប្អូនមានការ share ព័ត៌មានច្រើនរវាងដូចថាមានព័ត៌មានចេញមកពីខាងប្រទេសវៀតណាមបងប្អូនតែពួកថៃអ្នកចេញមកទេណាបងប្អូនប្រយ័ត្នតិចយ៉ាងហ្នឹងតែថាវៀតណាមបានចាក់ដីចូលសមុទ្រពីខាងដែនសមុទ្រកុករបស់គេហ្នឹងដើម្បីចាក់ទៅដល់កោះកុដបងប្អូនទៅដល់អីគេទៅដល់កោះត្រល់ហ្នឹងខ្មែរយើងគេហៅកោះត្រល់ហ្នឹងហ្នឹងហើយហើយក៏មានមតិខ្លះថាងធ្វើអញ្ចឹងទៅបិទផ្លូវព្រែកជីកហ្វូណនដែលចូលអញ្ចឹងណាតាមពិតព័ត៌មាននេះវាមិនមែនជាព័ត៌មានពិតទេបងប្អូនហ្នឹងសូមបងប្អូនប្រយ័ត្នតិចហ្នឹងហើយតាមពិតវៀតណាមគេចាក់ដីពីដែនសមុទ្រកុករបស់គេហ្នឹងគេទៅប្រហែលជា4គីឡូចូល4គីឡូជាងហ្នឹងគេធ្វើជាកំប៉ុងផែទេបងប្អូនហ្នឹងណាគេមិនបានចាក់ទៅដល់កោះត្រល់ទេបងប្អូនព្រោះអីបើសិនចាក់ទៅដល់ចម្ងាយឆ្ងាយណាស់47គីឡូចូល50គីឡូណាបងប្អូនហ្នឹងហើយចម្រៅទឹកជ្រៅបងប្អូនចាក់មិនកើតអញ្ចឹងណាចំណាយពេលយូរណាស់បងប្អូនហើយគេមិនធ្វើទេអញ្ចឹងខ្ញុំគិតថាបងប្អូនប្រយ័ត្នចាញ់ព័ត៌មានណាព័ត៌មាននេះគឺព័ត៌មានចេញមកពីប្រទេសថៃហ្នឹងហើយពីព្យាយាមឲ្យយើងនឹងឆ្លោះគ្នាជាមួយខាងវៀតណាមដើម្បីឲ្យយើងនឹងញ៉ៃប្របាក់ទប់ទល់ជាមួយពួកវាអញ្ចឹងឥឡូវនេះវាទប់ទល់ជាមួយយើងអត់កើតទេបងប្អូនវាកំពុងព្យាយាមបង្កើតព័ត៌មានដើម្បីយើងឆ្លោះនៅខាងវៀតណាមមួយទៀតហើយបងប្អូនអញ្ចឹងតាមពិតគេធ្វើនៅក្នុងទឹកដីរបស់គេទេបងប្អូនហ្នឹងហើយយើងធ្វើនៅក្នុងទឹកដីរបស់យើងតែអញ្ចឹងយើងមានផ្លូវទឹកផ្លូវរបស់យើងច្រើនណាស់បងប្អូនមិនមែនមានតែប៉ុណ្្នឹងទេនេះជាមតិរបស់ខ្ញុំទេខ្ញុំអត់មានបានកាន់ជើងខាងណាទេខ្ញុំជាប្រជាពលរដ្ឋធម្មតាសាមញ្ញដូចបងប្អូនអស់នេះអញ្ចឹងនេះជាមតិរបស់ខ្ញុំមើលឃើញអញ្ចឹងក្នុងដំណាក់កាលនេះយើងក៏អាចឆ្លោះជាមួយមនុស្ស2នាក់មួយក្នុងពេលតែមួយកើតបងប្អូនហ្នឹងយើងកុំចាញ់ប្រឆោតរបស់គេប្រជាពលរដ្ឋហ្នឹងកុំឃើញតែគេ share គេនិយាយគេថាឲ្យស្ដាប់តាមគេណាប្រយ័ត្ននេះជាការញុះញង់បែកបាក់ដើម្បីយើងឆ្លោះគ្នាជាមួយខាងវៀតណាមទេបងប្អូនអញ្ចឹងខ្ញុំសង្ឃឹមបងប្អូនហ្នឹងយើងអាចជាស្វែងយល់ព័ត៌មាននេះបានច្រើនបន្តិចបញ្ជាក់វៀតណាមគេចាក់ចូលតាពីដែនសមុទ្រកូកគេមកហ្នឹងតែ4គីឡូទេបងប្អូនហ្នឹងដើម្បីគេធ្វើជាកំប៉ុងផែរបស់គេទេអញ្ចឹងហ្នឹងហើយសម្រាប់គេទេសចរគេទៅលេងទេបងប្អូនណាគេអត់មានបានចាក់ទៅដល់នោះទេអញ្ចឹងដោយថាអ្នកខ្លះទៅគិតថាចាក់ទៅរំខានការធ្វើព្រៃជើងហ្វូណនរបស់យើងអីហ្នឹងគឺអត់មានទេបងប្អូនអញ្ចឹងបងប្អូនប្រយ័ត្នតិចណាបងប្អូនព័ត៌មាននេះចេញមកពីប្រទេសថៃពួកប្រទេសថៃញុះញង់មកនេះជាល្បិចរបស់ពួកវារហថ្ងៃហ្នឹងវាធ្វើឲ្យពួកយើងអត់ចេញវាលៀបពណ៌វាបំពងព័ត៌មានវាគ្រប់សពបែបយ៉ាងហ្នឹងឯងដើម្បីបំផ្លាញខ្មែរបណ្ឌិតលៀបពណ៌ឆ្លៀនពៀនចង់បានរបស់ខ្មែរគ្រប់សពបែបយ៉ាងបងប្អូនតែវាយកបានទេឥឡូវនេះហើយវាព្យាយាមឲ្យយើងញុះញង់ឲ្យយើងនឹងទៅឆ្លោះជាមួយវៀតណាមទៀតហើយបងប្អូនប្រយ័ត្នណាបងប្អូនណាហ្នឹងហើយវីដេអូនេះខ្ញុំអត់មានមតិច្រើនទេសង្ឃឹមបងប្អូនយល់ហើយពិចារណាទាំងអស់គ្នាអរគុណច្រើន